Đầm lái prên chàoក្នុងមួយបារ៉ែលបន្តធ្លាក់ចុះជារៀងរាល់ថ្ងៃនៅលើទីផ្សារអន្តរជាតិដែលការបន្តធ្លាក់ថ្លៃនៃប្រេងនេះផ្ដល់ផលវិជ្ជមានផងនិងអវិជ្ជមានផងចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅប្រជាជនដែលរស់នៅក្នុងប្រទេសដែលមិនមែនជាអ្នកផលិតប្រេងនិងជាអ្នកដែលនាំប្រេងចេញប្រហែលជារីករាយដោយសារតែតម្លៃប្រេងធ្លាក់ចុះលើសពីពាក់កណ្ដាលហួសការស្មាននិងមិនធ្លាប់កើតមានឡើងឡើយអស់រយៈពេលជាច្រើនឆ្នាំប្រទេសទាំងនោះអាចទាញយកប្រយោជន៍ច្រើនព្រោះធ្លាប់ចំណាយច្រើនលើប្រេងអាចចំណាយតិចវិញដោយសារតែប្រេងធ្លាក់ថ្លៃចំណែកប្រទេសដែលនាំប្រេងចេញច្រើននិងនាំចូលប្រេងច្រើនដោយសហរដ្ឋអាមេរិកនោះវិញបែរជាយំផងសោចផងដោយសារតម្លៃប្រេងធ្លាក់ចុះយ៉ាងណាក៏ដោយការដាំក្បាលចុះនៃតម្លៃប្រេងឆៅនេះកំពុងធ្វើឲ្យបណ្ដាប្រទេសមួយចំនួនដែលរកបានចំណូលច្រើនពីការផលិតនិងនាំប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិហើយពួកគេកំពុងតែកាត់ទុកឈឺក្បាលព្រោះសេដ្ឋកិច្ចធ្លាក់ចុះរៀបនឹងធ្លាក់ចូលក្នុងវិបត្តិប្រទេសខ្លះត្រូវស្រែកយំរត់រោជំនួយឬខ្លះទៀតកាត់បន្ថយការចំណាយប្រចាំឆ្នាំរបស់ខ្លួនដើម្បីទប់ទល់នឹងការខាតបង់នៃតម្លៃប្រេងនិងបង់បំណុលបរទេសប្រទេសខ្លះដែលពឹងផ្អែកខ្លាំងលើការនាំប្រេងចេញនោះកំពុងតែរំពឹងរងចាំបន់ឲ្យតែប្រេងឡើងថ្លៃវិញនិងអាលរួចផុតពីវិបត្តិយ៉ាងណាក៏ដោយការរំពឹងថាតម្លៃប្រេងអាចនឹងកើនឡើងវិញនៅពេលខាងមុខនេះទំនងជាមិនអាចទៅរួចឡើយតម្លៃប្រេងបានបន្តធ្លាក់ចុះលើសពី 60% ទៅហើយដោយតម្លៃប្រេងដែលខ្ពស់រហូតដល់ជាង$100នោះធ្លាក់មកត្រឹមតែជាង$40ប៉ុណ្ណោះនៅពេលនេះហើយអ្នកវិភាគមួយចំនួននោះបានវិតម្លៃថាតម្លៃប្រេងអាចនឹងបន្តធ្លាក់ចុះត្រឹមពី$30ទៅ$40ក្នុងមួយបារ៉ែលប៉ុណ្ណោះដែលតម្លៃដ៏ទាបមួយនេះគេធ្លាប់ឃើញចុងក្រោយបំផុតនៅពេលដែលពិភពលោកជួបនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ2008ទោះបីជាតម្លៃប្រេងធ្លាក់ចុះធ្វើឲ្យរដ្ឋខ្លះជួបវិបត្តិក៏ដោយប្រទេសអារ៉ាប៊ីសាអូឌីតដែលជាអ្នកផលិតប្រេងច្រើននិងជាសមាជិកប្រទេសនាំប្រេងចេញអូពេកផងនោះបានបញ្ជាក់ឲ្យថាតម្លៃប្រេងត្រឹម$100នឹងលេងមានជារៀងរហូតហើយគេមិនទាន់ដឹងទេថាប្រទេសនេះចង់ឲ្យតម្លៃប្រេងធ្លាក់មកត្រឹមកម្រិតណាឡើយប៉ុន្តែអារ៉ាប៊ីសាអូឌីតធ្លាប់បោះសម្ដីម្ដងហើយថាតម្លៃប្រេងឆៅអាចនឹងធ្លាក់ដល់$20ក្នុងមួយបារ៉ែលឯណោះដល់ត្រឹមនេះយើងត្រឡប់ទៅមើលប្រទេសដែលរងទុក្ខដោយសារតម្លៃមាសខ្មៅធ្លាក់ចុះវិញម្ដងប្រទេសដែលរកចំណូលបានច្រើនដោយពឹងផ្អែកលើការនាំប្រេងចេញដូចជារុស្ស៊ីកំពុងតែរុះរកវិធានការដោះស្រាយវិបត្តិនៃការធ្លាក់ចុះនៃតម្លៃប្រេងនេះចំណូលនៃសេដ្ឋកិច្ចរុស្ស៊ីប្រហែលជាង 50% ត្រូវពឹងផ្អែកលើការនាំប្រេងចេញដូច្នេះការធ្លាក់ចុះនៃតម្លៃប្រេងពីជាង100ដល់ក្រោម$50នេះធ្វើឲ្យរុស្ស៊ីខាតបង់រាប់ពាន់លានដុល្លាររាល់ខែណាមួយសេដ្ឋកិច្ចរុស្ស៊ីនេះក៏រងគ្រោះថ្នាក់ខ្លាំងដោយសារទណ្ឌកម្មនិងការបំពុលសេដ្ឋកិច្ចរបស់ប្រទេសលោកខាងលិចក្រោយពីក្រសោបយកទឹកដីយុទ្ធសាស្ត្រគ្រីមៀកាលពីខែមីនាពីអ៊ុយក្រែនឆ្នាំមុនយ៉ាងណាមិញឆ្លើយតបនឹងបញ្ហាសេដ្ឋកិច្ចនេះដែរកាលពីសប្តាហ៍មុនមន្ត្រីរដ្ឋាភិបាលលោក Vladimir Putin បានស្នើសុំឲ្យមានការកាត់បន្ថយការចំណាយប្រចាំឆ្នាំរបស់រដ្ឋរហូតដល់ 10% ប៉ុន្តែបន្តរក្សាសិទ្ធិមិនផ្លាស់ប្ដូរការចំណាយលើវិស័យសំខាន់ៗជាពិសេសវិស័យយោធាដើម្បីទប់ទល់នឹងប្រទេសជិតខាងជាពិសេសបកសម្ព័ន្ធយោធា NATO នោះយ៉ាងណាក៏ដោយការកាត់បន្ថយការចំណាយសាធារណៈនៅពេលដែលប្រទេសកំពុងជួបវិបត្តិនេះអាចនឹងប៉ះពាល់ខ្លាំងដល់សេវាសាធារណៈរបស់រដ្ឋនិងជីវភាពរស់នៅរបស់ប្រជាជនជាពិសេសមន្ត្រីរបស់រដ្ឋតែម្ដងប៉ុន្តែលោកពូទីនបានប្រកាសឲ្យថារដ្ឋាភិបាលលោកនឹងមិនកាត់បន្ថយការចំណាយរបស់រដ្ឋឡើយដោយឡែកប្រទេសអាមេរិកឡាទីនវេណេស៊ុយឡានោះវិញដែលទទួលបានចំណូលរហូតដល់ 96% ពីការនាំប្រេងចេញទៅក្រៅនោះក៏កំពុងទៅដល់ខ្យល់ព្រោះខាតបង់លុយរាប់ពាន់លានដុល្លារដែរថ្មីត្បិតតែប្រទេសនេះជាសមាជិកអូពេកក៏ដោយជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចនេះដែររដ្ឋាភិបាលវេណេស៊ុយឡាក៏មិនជ្រើសរើសយកការកាត់បន្ថយការចំណាយលើកម្មវិធីនិងសេវាសង្គមឡើយហើយប្រទេសនេះបានសម្រេចដើរខ្ចីបុលគេនៅក្រៅប្រទេសជំនួសវិញចាប់តាំងពីតម្លៃប្រេងធ្លាក់ចុះខ្លាំងសេដ្ឋកិច្ចធ្លាក់ចូលក្នុងវិបត្តិគេឃើញប្រធានាធិបតីរដ្ឋអាមេរិកឡាទីនមួយនេះគឺលោកនីកូឡាម៉ាឌូរ៉ូបានរៀបចំទស្សនកិច្ចឥតព្រៀងទុកទៅកាន់ប្រទេសជាច្រើនជាពិសេសមហាអំណាចជាមិត្តនិងប្រទេសដែលនាំប្រេងចេញច្រើនជាងគេដើម្បីសុំជំនួយនិងពិភាក្សាពីវិធានការចាំបាច់ដើម្បីដោះស្រាយវិបត្តិប្រេងធ្លាក់ថ្លៃនេះគេឃើញប្រធានាធិបតីខាងលើបានអញ្ជើញទៅដល់ប្រទេសចិននិងត្រឡប់មកវិញជាមួយកញ្ចប់ថវិកាច្រើនសន្ធឹកសន្ធាប់$4000លានអាមេរិកនិងការវិនិយោគរបស់ចិនទំហំ$20លានអាមេរិកថែមទៀតផង
វេណេស៊ុយឡាកំពុងតែរំពឹងចាំតម្លៃប្រេងឡើងថ្លៃវិញក្រែងនឹងអាចជួយសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួនឲ្យរួចផុតពីវិបត្តិប៉ុន្តែមើលទៅអារ៉ាប៊ីសាអូឌីតមិនមានឆន្ទៈអ្វីដើម្បីកាត់បន្ថយការផលិតដើម្បីឲ្យប្រេងឡើងថ្លៃដូចពីមុនឡើយចំណែកអ៊ីរ៉ង់ឯនោះវិញក៏មិនខុសអ្វីពីរុស្ស៊ីនិងវេណេស៊ុយឡាដែរសេដ្ឋកិច្ចប្រទេសនេះបន្តដាំក្បាលចុះឥតឈប់ខាតបង់លុយច្រើនសន្ធឹកសន្ធាប់ដោយសារតែប្រេងធ្លាក់ថ្លៃយ៉ាងគំហុកផងដែរប្រទេសអ៊ីរ៉ង់ត្រូវបានគេស្គាល់ថាជាប្រទេសដែលនាំប្រេងចេញធំបំផុតមួយលើពិភពលោកដោយចំណូលក្នុងស្រុកពឹងផ្អែកច្រើនលើការនាំប្រេងចេញម្យ៉ាងវិញទៀតអ៊ីរ៉ង់ក៏កំពុងស្ថិតក្រោមការកម្រិតការនាំចេញផលិតផលទៅក្រៅប្រទេសដោយសារតែទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយោងតាមការដឹងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីទប់ទល់រាល់ការចំណាយប្រចាំឆ្នាំអ៊ីរ៉ង់ត្រូវការលក់ប្រេងក្នុងតម្លៃជាង$130ក្នុងមួយបារ៉ែលនោះបើប្រេងធ្លាក់ដល់កម្រិតបច្ចុប្បន្ននេះអ៊ីរ៉ង់ពិតជារងទុក្ខខ្លាំងជៀសមិនផុតឡើយយ៉ាងណាក៏ដោយរដ្ឋាភិបាលលោកហាសានរូហានីបានចោទប្រកាន់ប្រទេសលោកខាងលិចថាប្រទេសនេះកំពុងតែឆ្លៀតឱកាសក្រឡុកតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិដើម្បីដាក់សម្ពាធឲ្យខ្លួនបន្ទន់អេរយាប័តក្នុងការចរចាកម្មវិធីនុយក្លេអ៊ែរជាមួយមហាអំណាច5បូកនឹងអាល្លឺម៉ង់ផងនោះក្រៅពីរុស្ស៊ីអ៊ីរ៉ង់វេណេស៊ុយឡាមានប្រទេសដែលពឹងលើការនាំចេញប្រេងផ្សេងទៀតកំពុងប្រឈមនឹងវិបត្តិដូចគ្នាក្នុងនោះមាននីសេរីយ៉ាប្រេស៊ីលមីស៊ីកូនិងអេក្វាដ័រផងដែរពីខ្ញុំសៅផននិស័យសារព័ត៌មានថ្មីៗ.com